បើមានគម្រោងម្លែងខេត្តសៀមរាបហើយចង់ជិះឡានជីបដែលតម្លៃធូរជាងក្នុង website មើលវីដេអូនេះដល់ចប់បានពេលម្លែងនៅខេត្តសៀមរាបខ្ញុំ highly recommend ខ្លាំងមែនទែនឲ្យអ្នកទាំងអស់គ្នាសាកជិះឡានជីបនេះពេលយើងឃើញដំបូងគឺតែធម្មតាប៉ុន្តែយើងបានជិះហើយមានអារម្មណ៍ថាថ្មីប្លែកខ្លាំងមែនទែនសូម្បីតែខ្ញុំអ្នកសៀមរាបផ្ទាល់ពេលបានជិះហើយគឺមានអារម្មណ៍ថាប្លែកជាងយើងជិះឡានជិះអីរដងដូចជាកង់3ជិះអីក៏អត់ដូចគ្នាដែរដោយសារតែឡាននេះជាប្រភេទឡាន off road ដែលសល់ពីសម័យសង្គ្រាមអញ្ចឹងហើយចង់ទៅដល់កន្លែងណាក៏បានដែរជិះកាត់ភូមិជិះកាត់ផ្ទះអ្នកស្រុកហើយចង់ជិះកាត់តាមបឹងបួរខ្សាច់ព្រៃភ្នំអីក៏ជិះទៅដល់ដែរសម្រាប់ឡានជីបដែលខ្ញុំជិះនេះគឺនៅខាង cambodia.com សម្រាប់តម្លៃជាទូទៅអ្នកទាំងអស់គ្នាអាចចូលទៅ check មើលនៅក្នុង website cambodia.com ផ្ទាល់បានហើយបើចង់បានតម្លៃធូរដូចខ្ញុំនិយាយប្រាប់ពីដើមវីដេអូគឺអ្នកទាំងអស់គ្នាអាចឆាតទៅតាម Telegram ក្រុមការងារផ្ទាល់របស់គាត់បានព្រោះអីបើសិនជាខ្មែរយើង booking ទៅគាត់តាមរយៈ Telegram គាត់នឹងមានតម្លៃធូរជាងក្នុងនោះហើយមួយទៀតឡានហ្នឹងអ្នកទាំងអស់គ្នាចង់ឲ្យធីមការងារគាត់បើកជូនដល់លេងក៏បានចង់បើកផ្ទាល់ខ្លួនឯងក៏បានដែរតែបើយើងចេះបើកខ្លួនឯងស្រួលហើយចំណេញបាន space កន្លែងតកង់ឡានអង្គុយមួយទៀតកុំភ្លេចមកលេងខេត្តសៀមរាបព្រោះថានៅទីនេះនៅតែសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នា